កុំមើលរំលងអាការៈបំបីនេះព្រោះវាជាសញ្ញាបង្ហាញថាអ្នកទាំងអស់គ្នាកំពុងមានជំងឺបាក់ទឹកចិត្តសួស្តីអ្នកទាំងអស់គ្នាខ្ញុំ Grace ចុះខ្ញុំមើលឃើញថាចេះជំងឺបាក់ទឹកចិត្តវាជាជំងឺឈានមុខគេមួយនៅក្នុងចំណោមជំងឺផ្លូវចិត្តផ្សេងៗទៀតដែលគ្នាយើងជាច្រើនងាយនៅក្នុងការដែលកើតជំងឺមួយនេះដោយសារអីអាចថាការរស់នៅរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃវាកាន់តែមានតម្រូវការខ្ពស់ច្រើនជាងមុនមានសម្ពាធច្រើនជាងមុនហើយតាក់ទងទៅនឹងការទទួលព័ត៌មានរបស់យើងពីបរិយាកាសជុំវិញខ្លួនយើងអាចនិយាយថាទូទាំងពិភពលោកតែម្ដងគឺយើងងាយទទួលបានច្រើនជាងមុនតាមរយៈ social media ឬក៏ online platform អីចឹងទៅហើយបើតាមខ្ញុំ check មើលនៅក្នុង website អង្គការសុខភាពពិភពលោកគាត់បាននិយាយថាចេះជំងឺបាក់ទឹកចិត្តនេះហាវាជាប់ពាក់ព័ន្ធទៅនឹងអារម្មណ៍លែងមានកម្លាំងចិត្តលែងសប្បាយចិត្តឬក៏អាចថាយើងលែងចង់ធ្វើលែងចូលចិត្តធ្វើអ្វីដែលយើងធ្លាប់ចូលចិត្តពីមុនមកអញ្ចឹងទៅហើយតាម website ដដែលហ្នឹងគាត់និយាយថាជំងឺបាក់ទឹកចិត្តនេះគឺវាអាចកើតមានដល់គ្នាយើងគ្រប់គ្នាតែម្ដងមិនថាក្មេងចាស់ប្រុសស្រីអត់ប្រកាន់វ័យអត់ប្រកាន់អាយុអីគឺអាចនឹងកើតជំងឺមួយនេះទាំងអស់គ្នាហើយមួយវិញទៀតអ្នកដែលងាយនៅក្នុងការដែលកើតជំងឺមួយនេះគឺអ្នកដែលគាត់ធ្លាប់មានបទពិសោធន៍ទទួលបានការបំពេញនានាទាំងផ្លូវកាយផ្លូវចិត្តគាត់ធ្លាប់បាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់អាចថាជាគ្រួសារឬក៏ដៃគូអញ្ចឹងទៅហើយមួយវិញទៀតគាត់អាចធ្លាប់ឬក៏កំពុងស្ថិតនៅក្នុងបរិយាកាសមួយដែលមានសម្ពាធខ្លាំងឬក៏ stressful ខ្លាំងអាចថាគ្រួសារការងារឬក៏ការរៀនសូត្ររបស់គាត់អីជាដើមអញ្ចឹងអ្នកដែលគាត់ធ្លាប់ទទួលបានបទពិសោធន៍ទាំងអស់នេះគឺងាយខ្លាំងនៅក្នុងការកើតជំងឺមួយហ្នឹងចឹងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងមកចែករំលែកគ្នាយើងនៅរោគសញ្ញាសំខាន់8នៃជំងឺបាក់ទឹកចិត្តមួយនេះដែលខ្ញុំដកស្រង់ចេញពី website WHO ដដែលហ្នឹងក៏ដូចជាបទពិសោធន៍របស់ខ្ញុំផ្ទាល់តែម្ដងអូខេចឹងរោគសញ្ញាទី1នៃជំងឺបាក់ទឹកចិត្តនោះគឺយើងនឹងទទួលអារម្មណ៍ថាយើងពិបាកនៅក្នុងការផ្ដោតអារម្មណ៍ទៅលើការធ្វើការងារនានារបស់យើងមិនថាតែការរៀនសូត្រការធ្វើការងារប្រចាំថ្ងៃរបស់យើងឬក៏ការធ្វើសកម្មភាពអីមួយគឺយើងពិបាកផ្ដោតអារម្មណ៍ធ្វើខ្លាំងមែនតើដល់អារម្មណ៍របស់យើងវាតែងតែហាលទៅមុខទៅក្រោយបានន័យថាយើងតែងតែគិតខ្វល់ខ្វាយពីរឿងដែលហួសហើយរឿងអតីតកាលហើយយើងក៏តែងតែសម័យពីរឿងអនាគតនឹងហើយអាចខ្វល់ខ្វាយពីរឿងអនាគតខ្លាំងដែលជាហេតុធ្វើឲ្យយើងអត់អាចផ្ដោតទៅលើកិច្ចការងារដែលយើងកំពុងធ្វើនេះទេអញ្ចឹងក៏វាធ្វើឲ្យប្រតិភិបនៃការធ្វើការងាររបស់យើងក៏វាអត់សូវបានល្អហើយការបំពេញការងារហ្នឹងក៏វាអត់អាចទាន់ពេលវេលាអីចឹងណាហ្នឹងហើយអញ្ចឹងអាហ្នឹងវាជារោគសញ្ញាទី1រោគសញ្ញាទី2នោះគឺវាតាក់ទងទៅនឹងអ្នកនរគ្នាមានអារម្មណ៍ថាចេះខ្លួនឯងអត់ប្រកែអត់ស្អាតអត់ល្អដូចមនុស្សជុំវិញខ្លួននេះទៅគាត់ថាខ្លួនឯងអត់មានតម្លៃហ្មងហើយមួយវិញទៀតអ្នកនរគ្នាតែងតែមានអារម្មណ៍ថា guilty ពេលធ្វើអីមួយឧទាហរណ៍ថាពេលខ្លះអ្នកនរគ្នាធ្វើរឿងអីមួយជាមួយនឹងមិត្តភ័ក្តិរបស់យើងហើយអ្នកនរគ្នាគាត់ថាអូមិនបានយើងធ្វើអញ្ចឹងគេខឹងយើងងាប់អីតែដល់ពេលយើងទៅសុំទោសគេថាយើងសុំទោសមិនយើងនិយាយអីឬក៏ធ្វើអីមួយលើគាត់អញ្ចឹងដល់ពេលមួយខាងទៀតគាត់និយាយថាអត់មានអីផងធម្មតាហ្នឹងគាត់បានគិតអីទេប៉ុន្តែនេះយើងមានអារម្មណ៍តែយើងសម័យខ្លួនមានអារម្មណ៍ថា guilty ខ្លាំងហ្មងហ្នឹងហើយអញ្ចឹងបើសិនជាយើងអាសាមានអារម្មណ៍បែបនេះអាហ្នឹងវាជារោគសញ្ញាមួយដូចគ្នាដែរហើយមួយវិញទៀតអ្នកទាំងអស់គ្នាមានអារម្មណ៍ថាចេះជីវិតរបស់យើងគឺអត់អាចល្អប្រសើរជាងហ្នឹងមានអារម្មណ៍ថាមើលអត់ឃើញអនាគតឬក៏អនាគតរបស់យើងគឺអត់អាចល្អប្រសើរដូចមនុស្សជុំវិញខ្លួនឬក៏ណាគេម្នាក់អីចឹងទៅអត់សង្ឃឹមនឹងអនាគតរបស់យើងដោយសារអីគេអាចថានឹងឲ្យយើងធ្លាប់ជួបបទពិសោធន៍អត់ល្អច្រើននៅក្នុងជីវិតរបស់យើងកន្លងមកហើយមួយវិញទៀតអ្នកដែលគាត់បាក់ទឹកចិត្តគឺគាត់កម្របញ្ចេញអារម្មណ៍របស់គាត់ណាឬក៏អាចថាគាត់ចូលចិត្តនៅម្នាក់ឯងឬក៏គាត់តែងតែនៅជាមួយមិត្តភ័ក្តិប៉ុន្តែគាត់អត់តែបង្ហាញអារម្មណ៍របស់គាត់ទេលើថាគាត់ fake smile ធ្វើដូចធម្មតាអញ្ចឹងតែក៏ប៉ិតនៅក្នុងចិត្តរបស់គាត់មានរឿងច្រើនតែគាត់អត់និយាយហ្នឹងហើយអញ្ចឹងអាកតាទាំងអស់ហ្នឹងហើយទៅធ្វើឲ្យគាត់គិតថាជីវិតរបស់គាត់គឺអត់អាចល្អប្រសើរជាងហ្នឹងទេគឺបានតែប៉ុណ្្នឹងឬក៏អន់ជាងហ្នឹងអញ្ចឹងអានឹងវាក៏ជារោគសញ្ញាមួយដូចគ្នាដែរហើយមួយវិញទៀតវិញតទៅនឹងអារម្មណ៍គឺយើងមានអារម្មណ៍ថាយើងឆាប់ឆេវឆាវទៅលើរឿងកាត់ឡើងជុំវិញខ្លួនយើងពេលដែលគេធ្វើអីមួយក៏ធ្វើឲ្យយើងឆាប់ឆេវឆាវដែរសូម្បីតែពីមុនរឿងហ្នឹងវាជារឿងធម្មតាហ្នឹងហើយអញ្ចឹងយើងឆាប់ឆេវឆាវយើងឆាប់ខឹងក៏ដូចជាឆាប់អន់ចិត្តដូចគ្នាដែរហ្នឹងហើយអាហ្នឹងវាតទៅនឹងអារម្មណ៍មួយវិញទៀតតទៅនឹងការគេងគឺអ្នកទាំងអស់គ្នានឹងកត់សម្គាល់ថាយើងគេងអត់លក់អាចថាពេលខ្លះគឺមួយយប់ទៅភ្លឺយើងអត់គេងហ្មងទោះបីជាយើងអត់បានញ៉ាំកាហ្វេឬក៏ធ្វើអីមួយដែលរំខានការគេងរបស់យើងឬក៏អាចថាគេងដែរតែគេងអត់ស្ងប់អាចថាយល់សប្ច្រើនខ្លាំងអីចឹងទៅអញ្ចឹងអ្នកនរខ្ញុំនិយាយបទពិសោធន៍មួយខ្ញុំធ្លាប់ធ្វើជា trainer ដែរគ្រូបង្ហាត់ប្រាណណារយៈពេលខ្លីទេហ្នឹងហើយអញ្ចឹង
ពេលហ្នឹងខ្ញុំជួបកូនសិស្សម្នាក់ដែលគាត់មកហាត់ប្រាណមួយខ្ញុំហ្នឹងដោយសារអីគេគាត់ថាគាត់គេងអត់លក់អីហើយគាត់ប្រើច្រើនវិធីពីមុនគាត់ធ្លាប់លេបថ្នាំដើម្បីឲ្យគាត់អាចគេងបានគាត់អត់មានជំរឿអញ្ចឹងណាដល់ពេលលេបថ្នាំទៅគេងបានដំបូងហើយដល់ពេលយូរទៅថ្នាំហ្នឹងវាស៊ាំអញ្ចឹងក៏គេលែងលក់វិញទៅហើយបន្ទាប់មកគាត់ធ្លាប់ឆ្លងកាត់ការញ៉ាំស្រាទៀតគាត់ញ៉ាំស្រាពេលគាត់ញ៉ាំម្ដបអីទៀតញ៉ាំម្ដបញ៉ាំស្រាក្រហមម្ដបបានដំបូងនេះគ្នាដល់ពេលក្រោយមកក៏គេលែងលក់អញ្ចឹងហើយក៏គាត់ទើបគាត់ជ្រើសរើសយកការធ្វើលំហាត់ប្រាណអញ្ចឹងទៅអញ្ចឹងក៏ខ្ញុំគាត់សម្គាល់ថាកតាគាត់នេះវាអាចតកតទៅនឹងគាត់មាន stress នៅក្នុងជីវិតរបស់គាត់អញ្ចឹងហើយក៏ខ្ញុំសង្កេតឲ្យគាត់ទៅជួបអ្នកជំនាញខាងប្រឹក្សាផ្លូវចិត្តអីចឹងណាដើម្បីទទួលបានដំណោះស្រាយឬក៏ការព្យាបាលនានាព្រោះអានេះវាជារោគសញ្ញាមួយនៃជំងឺបាក់ទឹកចិត្តដែរតកតទៅនឹងការគេងរបស់យើងហ្នឹងហើយអញ្ចឹងអានឹងមួយទៀតហើយបើតកតទៅនឹងការញ៉ាំរបបអាហារវិញអ្នកទាំងអស់នេះនឹងកត់សម្គាល់ថាចេះរបបអាហាររបស់យើងគឺផ្លាស់ប្ដូរខ្លាំងហ្មងដែលអ្នកទាំងអស់គ្នាអាចនឹងញ៉ាំច្រើនខ្លាំងជាងមុនឃ្លានរហូតណាយើងអត់អាច control ខ្លួនឯងបានណាចិត្តឃ្លានឬក៏មួយទៅឡើងឃ្លានហ្មងឡើងឃ្លានអត់ឃ្លានអីអញ្ចឹងជាហេតុធ្វើឲ្យគីឡូរបស់យើងទៅតាមនឹងដូចគ្នាដែរអ្នកទាំងអស់គ្នាអាចឡើងគីឡូខ្លាំងស្រក់ខ្លាំងដូចគ្នាដែរហ្នឹងហើយអញ្ចឹងអានឹងវាតកតទៅនឹងរបបអាហាររបស់យើងបើនិយាយពីកម្លាំងរបស់យើង energy អ្នកទាំងអស់គ្នាមានអារម្មណ៍ថាល្វើយលហិតលហាយខ្លាំងហ្មងទោះបីជាពេលខ្លះយើងអត់បានធ្វើការងារប្រើជាកម្លាំងអីធ្ងន់ធ្ងរទេប៉ុន្តែអ្នកទាំងអស់គ្នាមានអារម្មណ៍ថាល្វើយលហិតលហាយពេញមួយថ្ងៃហ្មងណាមិនគ្រាន់តែងើបពីគេងអត់ស្លាស់អីទេគឺអ្នកទាំងអស់គ្នាមានអារម្មណ៍ថាល្វើយលហិតលហាយអត់មានកម្លាំងអត់មាន energy នៅក្នុងខ្លួនទេហើយបើនិយាយពីផ្លូវចិត្តវិញអ្នកទាំងអស់គ្នាមានអារម្មណ៍ថាចេះដូចធ្ងន់ផែនដីដូចទូភ្នំមួយតែឯងអញ្ចឹងអាហ្នឹងតាក់ទងទៅនឹងចិត្តរបស់យើងហ្នឹងហើយអញ្ចឹងអាហ្នឹងវាជារោគសញ្ញាមួយដូចគ្នាដែរហើយចុងក្រោយគេគឺសំខាន់ខ្លាំងមែនតើគឺអ្នកទាំងអស់គ្នាមានអារម្មណ៍ថាជីវិតអត់មានន័យអត់ដឹងថារស់នៅដើម្បីអីហើយក៏ឧស្សាហ៍ក្នុងការគិតថាលែងចង់នៅតទៀតចង់គិតខ្លីអីចឹងទៅចានេះវាជារោគសញ្ញាខ្លាំងជាងគេណាទាំងអស់គ្នាធ្ងន់ជាងគេតែម្ដងបើអ្នកទាំងអស់គ្នាក៏សម្គាល់ថាខ្លួនឯងឧស្សាហ៍មានអារម្មណ៍បែបនេះក៏កុំទុកយូរបញ្ញាប់ទៅជួបអ្នកជំនាញខាងផ្លូវចិត្តដើម្បីទទួលបានការប្រឹក្សាឬក៏ទទួលបានការព្យាបាលពីគាត់ហើយសម័យនេះអ្នកទាំងអស់គ្នាគឺងាយស្រួលខ្លាំងមែនតើតើតើនឹងការប្រឹក្សាខ្ញុំមើលឃើញថាយើងអាចទទួលបានតាមរយៈអនឡាញឬក៏ជួបផ្ទាល់ក៏បានដែរនៅក្នុងស្រុកខ្មែរយើងក៏មានអ្នកជំនាញខាងច្រើនដូចគ្នាអញ្ចឹងក៏កុំទុកអាការៈរបស់ខ្លួនឯងយូរហើយអ្នកទាំងអស់គ្នាខ្ញុំចង់បញ្ជាក់ថាជំងឺបាក់ទឹកចិត្តណាគឺពេលដែលយើងកើតវាគឺវាផ្ដល់ផលប៉ះពាល់ដល់គ្រប់ផ្នែកនៃជីវិតរបស់យើងបើនិយាយពីយើងជាសម័យខ្លួនណាទាំងផ្លូវចិត្តរបស់យើងនឹងមួយផ្លូវកាយធ្វើឲ្យយើងមានជំងឺដូចគ្នាដែរជំងឺអីគេអ្នកនរអស់គ្នាធ្លាប់ឮថាអ្នកដែលមានជំងឺផ្លូវចិត្តគាត់អាចនឹងប្រឈមមុខនឹងជំងឺបេះដូងឬក៏ជំងឺទឹកនោមផ្អែមអីហ្នឹងហើយហ្នឹងឯងទៅដល់នឹងគីឡូភាសាយើងបដូររបបអាហារអញ្ចឹងធ្វើឲ្យយើងថត់ជើងមុនយើងស្គមជើងមុនខ្លាំងអីចឹងទៅហ្នឹងហើយអញ្ចឹងអាហ្នឹងខ្លួនយើងផ្ទាល់ហើយមួយវិញទៀតតើតើតំណែងមួយមនុស្សជុំវិញខ្លួនរបស់យើងក៏យើងអត់ល្អដូចមុនដែរដោយសារអីយើងមិនផ្លាស់ប្ដូរផ្លូវអារម្មណ៍យើងឆាប់ខឹងឆាប់ឆេវឆាវអញ្ចឹងហើយវាធ្វើឲ្យយើងអាចមានតំណែងអត់ល្អទេជាមួយមនុស្សជុំវិញខ្លួនគ្រួសាររបស់យើងមិត្តភ័ក្តិកន្លែងធ្វើការងារហើយក៏វាផ្ដល់ផលប៉ះពាល់ច្រើនដល់សង្គមរបស់យើងដែរធម្មតាតែយើងមានអារម្មណ៍អត់ល្អអត់អាចផ្ដោតទៅលើការធ្វើការងារបានវាមិនចូល productivity ទៅអត់ហ្នឹងហើយអញ្ចឹងក៏វាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសយើងដូចគ្នាដែរអញ្ចឹងវាផ្ដល់ផលប៉ះពាល់ច្រើនណាស់ហើយនៅក្នុងការរស់នៅរបស់យើងបច្ចុប្បន្ននេះពេលដែលប្រទេសកាន់តែរីកចម្រើនចាគឺខ្ញុំគាត់ថាយើងទាំងអស់គ្នាងាយខ្លាំងមែនតើនៅក្នុងការដែលកើតជំងឺមួយនេះហើយនេះហើយក៏ឧស្សាហ៍នៅក្នុងការតាមដានស្ថានភាពរបស់ខ្លួនឯងតិចស្ថានភាពនេះខ្ញុំនិយាយគ្រប់យ៉ាងណាទាំងអស់គ្នាទាំងផ្លូវកាយរបស់យើងផ្លូវចិត្តគឺត្រូវតែឆែកជាប្រចាំព្រោះការដែលយើងអាចដឹងថាយើងមានអាការៈខុសប្លែកហ្នឹងគឺវាអាចយើងនិយាយថាម៉េចទៅគឺយើងអាចឱកាសជោគជ័យទៅលើការព្យាបាលជំងឺមួយហ្នឹងមិនថាផ្លូវកាយផ្លូវចិត្តហ្នឹងគឺអញនិយាយថាវា60-70%ព្រោះយើងដឹងថាយើងកើតអីចឹងណាតែបើសិនជាយើងនៅតែ ignore វាមើលរំលងយើងអត់អាសាឆែកអីពេលខ្លះវាអាចពេលយើងដឹងវាចូលអាការៈធ្ងន់ធ្ងរហើយចឹងហើយបាទខ្ញុំធ្វើវីដេអូមួយនេះចែករំលែកគ្នាយើងគោលបំណងរបស់ខ្ញុំគឺគ្រាន់តែខ្ញុំចង់ឲ្យគ្នាយើងអាចដឹងពីស្ថានភាពរបស់ខ្លួនឯងហើយពេលដែលយើងដឹងថាយើងមានអាការៈនៃជំងឺបាក់ទឹកចិត្តនេះច្រើនហើយក៏មានអារម្មណ៍ថាភ័យខ្លាចឬក៏ខ្មាស់អ្នកទាំងអស់គ្នាខ្មាស់ថាអូខ្ញុំកើតជំងឺបាក់ទឹកចិត្តបើគេដឹងខ្មាស់គេងាប់ហើយ No ថៃបាទខ្ញុំនិយាយចឹងអ្នកទាំងអស់គ្នាគឺបើតាម website អង្គការសុខភាពពិភពលោកដដែលហ្នឹងគាត់និយាយថាចេះនៅទូទាំងពិភពលោកមានអ្នកកើតជំងឺបាក់ទឹកចិត្តហ្នឹងមែន332លានអ្នកច្រើនខ្លាំងមែនតើអ្នកទាំងអស់គ្នា
ច្រើនជាងចំនួនមនុស្សនៅប្រទេសយើងទៀតអញ្ចឹងហើយកុំខ្មាស់អៀនព្រោះថាអីមិនមែនមានតែយើងទាំងអស់គ្នាមានតែអ្នកទាំងអស់គ្នាម្នាក់ទេអញ្ចឹងគឺមានគេច្រើនណាស់ប៉ុន្តែគឺគេនៅតែទទួលយកនៅការព្យាបាលស្វែងរកជំនួយដែលអាចជួយពួកគាត់បានតាមរយៈអីគេទៅជួបអ្នកជំនាញខាងផ្លូវចិត្តដែលគាត់អាចថាព្យាបាលដោយការប្រឹក្សាឬក៏តាមនីតិវិធីរបស់គាត់អីចឹងណាហ្នឹងហើយអញ្ចឹងអានេះជាវិធីរបស់ខាងពេទ្យផ្លូវចិត្តដែលអ្នកនរគ្នាអាចទៅជួបគាត់បានកុំមានអារម្មណ៍ភ័យខ្លាចខ្មាស់អៀនអីទាំងអស់យើងអាចបញ្ញាប់ទៅពេលអ្នកទាំងអស់គ្នាកាន់តែបញ្ញាប់ទៅគឺយើងអាចកាន់តែឆាប់ជាអញ្ចឹងហើយគឺអ្នកទាំងអស់គ្នាអាចទាញយកជីវិតដែលសុបាយចិត្តស្រស់ថ្លាត្រឡប់មកវិញហើយអ្នកទាំងអស់គ្នាក៏អាចផ្ដោតទៅលើការធ្វើការរៀនសូត្ររបស់យើងបានល្អឡើងវិញដែលជាហេតុធ្វើឲ្យជីវិតរបស់យើងជោគជ័យនិងសុបាយចិត្តច្រើនជាងមុនដែរអូខេអញ្ចឹងខ្ញុំជឿជាក់ថាអីដែលខ្ញុំចែករំលែកនេះនឹងអាចជួយគ្នាយើងឲ្យតាមដានបានពីស្ថានភាពផ្លូវចិត្តរបស់ខ្លួនឯងបច្ចុប្បន្នហើយរស់នៅដោយសុបាយចិត្តហើយមួយចឹងក្រោយក៏ចង់បញ្ជាក់ថាខ្ញុំមិនមែនជាអ្នកជំនាញខាងផ្នែកផ្លូវចិត្តទេណាបងប្អូនហើយដែលខ្ញុំចែករំលែកនេះខ្ញុំនិយាយដដែលចឹងគឺខ្ញុំទាញយកពី website នៃអង្គការសុខភាពពិភពលោកមកចែករំលែកដល់គ្នាយើងក៏ដូចជាបទពិសោធន៍របស់ខ្ញុំផ្ទាល់តែម្ដងហើយខ្ញុំចូលចិត្តស្រាវជ្រាវ topic បែបនេះតើតើនឹង psychology ដែលខ្ញុំមើលឃើញថាពេលដែលយើងទាំងអស់គ្នាដឹងអំពី psychology ឬក៏តើតើនឹងចិត្តសាស្ត្រវាជួយយើងច្រើនខ្លាំងមែនតើដល់ការរស់នៅប្រចាំថ្ងៃរបស់យើងដែលធ្វើឲ្យជីវិតរបស់យើងសុបាយចិត្តស្រស់ថ្លាច្រើនជាងមុនហើយក៏យើងអាចជោគជ័យនៅក្នុងការធ្វើកិច្ចការងាររបស់យើងបានល្អច្រើនជាងមុនដូចគ្នាដែរអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះជួបគ្នាវីដេអូក្រោយបាយ